សួស្តីបងប្អូនថ្ងៃនេះមកដូររេសតង់ចក្រានអនវត្តអំពងខាងក្រៅនៅឆេះតែខាងក្នុងវាឆេះតែមាន2ជាន់ហ្នឹងបងប្អូនណាវាដាច់ខាងក្នុងអានេះខ្ញុំបើកមើលឃើញខាងក្នុងអត់មានទេមានតែខាងក្រៅទេនេះតែខ្ញុំចាប់ដើមរៀបចំទាញវាដោះវាដើម្បីដូររេសតង់ហ្នឹងខ្ញុំបានទិញរេសតង់ថ្មីមកហើយយកតាម model number វាហ្នឹងបងប្អូនដាក់ទៅវាត្រូវគ្នាហើយរេសតង់ទាំងអស់ហ្នឹងឲ្យមានទំហំត្រូវគ្នាភាគច្រើនបងប្អូនខុសជើងតិចតួចបងប្អូនអាចកែបានប៉ុន្តែបងប្អូនអត់ចេះកែទេទិញឲ្យដូចគ្នាដូចខ្ញុំចេះមកអាហ្នឹងស្រួលដោះទេខាងមុខហ្នឹងមានខ្ចៅ3នៅខាងមុខហ្នឹងបងប្អូនណាអាខ្ចៅនឹងក្រោមអាទ្វារបើកហ្នឹងមានខ្ចៅ3ហ្នឹងបងប្អូនដោះទៅចក្រានខ្លះមានតែខ្ចៅ2ទេដោះនឹងចេញលើកន្លែងរេសតង់បានពេលបងប្អូនចាំពេលធ្វើចក្រានគឺបងប្អូនទៅបិទដកភ្លើងចេញព្រោះអានឹងភ្លើងខ្លាំង240ដឹងស្រាប់ភ្លើងធំខ្លាចគ្រោះថ្នាក់អានេះខ្ញុំយកអីមកកល់យកជ្រុញវត្តយកមកកល់យ៉ាងលងព្រោះហ្នឹងអាភាគច្រើនអាខ្លះមានជើងវាសម្រាប់ទប់អានេះអត់មានហើយនេះខ្ញុំចាប់ដើមឆ្កឹះយករេសតង់តម្លាក់ចុះបងប្អូនអានេះខ្ញុំអាំងទៅខ្ញុំមើលរេសតង់ថ្មីព្រោះគេផ្ញើមកប្រអប់មកអានេះឃើញមានដាច់ចាំខ្ញុំប្រាប់បងប្អូននៅពេលចុងក្រោយវីដេអូអានេះថ្មីមកហើយខ្ញុំដោះវាបងប្អូនអត់ដឹងលេខរៀងដោះតាមខ្សែមួយឬក៏ថតរូបទុកហើយចាំយើងមកដាក់ដោតខ្សែតាមលេខរៀងវាហ្នឹងទៅមួយអញ្ចឹងឯងដោតខុសហ្នឹងបើកអាទូចចែធំបើធំចែទូចដល់អានេះខ្ញុំដាក់ត្រួតលើគ្នាអញ្ចឹងស្រួលបងប្អូនដាក់អាថ្មីស្រួលលើអាចាស់ដោះខ្សែអាចាស់មួយដោតដោះមួយដោតអាហ្នឹងអត់ច្រឡំមិនបាច់ថតរូបថតអីមើលច្រើនណាបងនិយាយថារេសតង់មានកញ្ចក់ពីលើហ្នឹងអាហ្នឹងវាប្រហែលយកជាងរេសតង់តែរេសតង់ដែលហ្នឹងវាធ្វើឆាប់ខូចដោះបាន3 4ហើយនៅសល់មួយទៀតរៀងជាប់ប្រវត្តិដោះបងប្អូនដោយសារវានៅក្នុងហើយខ្សែវាទូចឆ្កឹះវាអត់ចេញចឹងនេះខ្ញុំទាញវាឡើងលើដើម្បីឆ្កឹះវាខ្សែហ្នឹងហើយបាតអារេសតង់ហ្នឹងមានលេខវាបងប្អូនមកពេលដោះវាចាំវាលេខមកថាលេខ14អញ្ចឹងទៅយើងដាក់អា clip ហ្នឹងចូលឡើង14វិញដើម្បីកុំឲ្យខុសអា location កន្លែងរេសតង់ហ្នឹងនឹងកញ្ចក់ហ្នឹងវាមានមកវាត្រូវកន្លែងវាយើងដាក់ខុសលេខហ្នឹងក៏វាដាក់បានដែរតែគ្រាន់តែដល់ពេលយើងបើកចក្រានទៅអារេសតង់កដៅហ្នឹងអំពងភ្លើងវាហ្នឹងខុសនឹងអំពងនៅកញ្ចក់គេដែលគេមកឲ្យយើងស្រាប់ឥឡូវនេះខ្ញុំដោះបានអស់ហើយចឹងខ្ញុំចាប់វាចូលវិញសំខាន់ដូចខ្ញុំនិយាយចឹងអាលេខហ្នឹងខ្ញុំដាក់ចំលេខវិញមានលេខ9លេខ42ខ្ញុំរុញវាចូលក្នុងវិញឆ្កឹះទូលវីមកពួកវារៀងតឹងខ្ញុំប្រើទូលវីឆ្កឹះវាខ្ញុំដាក់ដៃដាក់មកបងប្អូនតឹងខ្លាំងឥឡូវអានេះខ្ញុំដាក់បានហើយចឹងទៅខ្ញុំទៅថេស្តវាបងប្អូនឃើញភ្លើងវាភ្លឺមកទាំងអស់ក្រហមទាំងអស់អានឹងភ្លើង2អញ្ចឹងខ្ញុំដូរទៅអាភ្លើងទី1វិញឃើញតែមួយឆេះតែកដាលដែរខាងវាលុតអានឹងសម្រាប់ទូចអញ្ចឹងដើម្បីយើងស្លមានឆ្នាំងទូចឆ្នាំងធំយកឆ្នាំងធំខ្ញុំបើកទាំងអស់ទៅបងប្អូនអានេះហើយអស់ហើយបងប្អូនហើយនេះអារេសតង់ចាស់នឹងវាដាច់កន្លែងខ្ញុំច្អល់ដៃនឹងឃើញវាឆេះដាច់បន្តិចឯងមើលហ្មងតែអត់ដឹងទេអរគុណច្រើនបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងជម្រាបលាបាយបាយ